បាទហើយជំរាបសួរបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះគឺជាព័ត៌មានក្តៅកគុកតែម្ដងបាទក្តៅកគុកទាំងល្ងាចតែម្ដងបាទក្រសួងមហាផ្ទៃបានព្រមានបណ្ដេញមន្ត្រីជាច្រើនចេញពីក្របខ័ណ្ឌរាល់មន្ត្រីក្រសួងមហាផ្ទៃទាំងអស់ដែលស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឬដល់មនុស្សជាតិទូទៅបាទអញ្ចឹងយើងឃើញថាសង្កេតឃើញថាតាំងពីលោកសសខាចូលកាន់តំណែងមកឃើញដកមន្ត្រីជាច្រើនបាទមន្ត្រីដែលធ្វើការបលែបន្លំអីហ្នឹងយើងឃើញថាគាត់ដកបានច្រើនហ្នឹងហើយមិនកាន់ជើងអីទេប៉ុន្តែជាក់ស្ដែងយើងឃើញថាជាគំរូល្អមួយហើយក៏យើងមិនដឹងថាគាត់បានឆ្លងកាត់ការពមៀនប្រហែលដងហើយមុននឹងបណ្ដេញចេញក៏បណ្ដៃទោះយ៉ាងណាក៏ដោយចុះហើយយើងឃើញគាត់បានកែតម្រូវរចនាសម្ព័ន្ធជាច្រើនហើយក៏បានពមៀនមន្ត្រីជាច្រើនក៏បានបណ្ដេញចោលមន្ត្រីជាច្រើនស្ទឹងតែគ្រប់ខេត្តក្រុងទៅហើយរចនាសម្ព័ន្ធថ្មីទាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ឃុំសង្កាត់អីហ្នឹងក៏ស្ថិតនៅក្រោមការគ្រប់គ្រងនិងឃ្លាំមើលរបស់លោកដែរបាទអញ្ចឹងឥឡូវយើងចូលទៅមើលលម្អិតទៅតាមមន្ត្រីណាខ្លះដែលលោកបានគម្រាមឬក៏លោកមិនទាន់បានបង្ហាញមុខមាត់ដល់ឡើយទេកន្លងមកគាត់ត្រូវដេញតែម្ដងបាទអត់មានត្រូវបង្ហាញមុខបង្ហាញមាត់អីសិនទេលោកសសុខាដែលជានាយករដ្ឋមន្ត្រីនិងជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានបណ្ដេញចេញមន្ត្រីក្រសួងមហាផ្ទៃចេញពីក្របខ័ណ្ឌរាល់មន្ត្រីក្រសួងមហាផ្ទៃណាដែលស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់ដល់មនុស្សជាតិទូទៅអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខៈបានថ្លែងឲ្យដឹងថាមន្ត្រីទាំង3ប្រភេទរបស់ក្រសួងមហាផ្ទៃនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌក្រសួងប្រសិនបើពួកគេបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍ឬបង្ករឿងជាមួយអ្នកដទៃការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះគឺផ្ដើមចេញពីផ្ដើមចេញពីការលើកឡើងរបស់លោកសសុខាដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃពុធទី26ខែសីហានេះស្ដីអំពីការចុះពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនិងការងារត្រៀមសម្រាប់កិច្ចប្រជុំកំពូល Francophonie លើកទី20ឆ្នាំ2026វាជាការកត់សម្គាល់កន្លងមកដែលតែងតែកើតមានជារឿយៗដែលមន្ត្រីរាជការសង្គមស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធដែលបានបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវគ្រោះថ្នាក់ចរាចរណ៍ទាំងនេះបានតាក់ទាញការរិះគន់ខ្លាំងពីមហាជនជាពិសេសនៅតាមបណ្ដាញសង្គមតាក់ទងទៅនឹងភាពជាគំរូរបស់មន្ត្រីឬសមត្ថកិច្ចចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដូច្នេះហើយទើបលោកបានព្រមានមន្ត្រីជាច្រើនហើយក៏បានដកហូតមន្ត្រីជាច្រើនដែលបំពេញតួនាទីមិនត្រឹមត្រូវតាមក្របខ័ណ្ឌនិងតាមលក្ខន្តិកៈរបស់ក្រសួងមហាផ្ទៃដែលបានចែងហើយដូច្នេះហើយបានជាលោកសសុខាតាំងពីចូលកាន់តំណែងមកលោកតែងតែមិនប្រងើយកន្តើយចំពោះការងារឡើយលោកតែងតែត្រួតពិនិត្យនៅតាមបណ្ដាខេត្តក្រុងនានាជាពិសេសគឺនៅក្រសួងមហាផ្ទៃទាំងមូលដែលលោកចាប់ផ្ដើមដកមន្ត្រីជាច្រើនតាំងពីចូលកាន់តំណែងលើកដំបូងរហូតមកដល់បច្ចុប្បន្ននេះលោកនៅតែបន្តដកតំណែងជារឿយៗមិនថាមន្ត្រីជួបប្រទះទៅនឹងមានបញ្ហាតាក់ទងទៅនឹងគ្រឿងស្រវឹងឬការមិនគោរពតួនាទីរបស់ខ្លួនឬការប្រព្រឹត្តខុសចំពោះប្រជាពលរដ្ឋលោកតែងតែមិនលើកលែងឲ្យជាដាច់ខាតនេះគឺជាគំរូល្អមួយសម្រាប់មន្ត្រីរាជការក៏ដូចជាតំណាងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរបាទអញ្ចឹងហ្នឹងហើយយើងបានឃើញទាំងអស់គ្នាហើយដោយបងប្អូនបានឃើញទាំងអស់គ្នាហើយគាត់ដកមកសិតតែល្បីហើយសិតតែបានចុះកសែតអីល្បីពេញតែប៉ុណ្្នឹងដែរអញ្ចឹងឃើញថាការគ្រប់គ្រងរបស់គាត់វាមិនល្អឥតខ្ចោះហើយក៏វាមិនអាក្រក់ពេកក៏ប៉ុន្តែលោកបានប្រឹងប្រែងយើងឃើញថាគាត់បានប្រឹងប្រែងយ៉ាងខ្លាំងហើយចំពោះការដកមន្ត្រីនៅគ្រប់បណ្ដាខេត្តក្រុងហើយឥឡូវនេះកំពុងតែពង្រឹងសេវាកម្មប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ឃុំសង្កាត់បាទធ្វើម៉េចប្រើប្រាស់ឲ្យត្រូវទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋកុំឲ្យដាក់លុយទៅងាត់ឈឹងបាត់ចាក់ក្រាស់ស៊ីស្ដាងណាហ្នឹងហើយនិយាយលេងផងអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយរឿងនេះដូចជាមិនមែនជារឿងថ្មីទេហើយដោយសារគាត់បានដកមន្ត្រីជាច្រើនហើយអញ្ចឹងយើងក៏តាមដាន
ទៅលើការដឹកនាំរបស់លោកសង្ឃឹមថាលោករក្សាជំហររឹងមាំល្អបន្តទៅទៀតហើយមន្ត្រីណាដែលជាមន្ត្រីក្របល្ពៅដែលបង្កឲ្យមានភាពស្អុយបាទដល់មន្ត្រីល្អផ្សេងទៀតបាទដែលលោកគឺមិនទុកហើយបាទនេះគឺជាយុទ្ធសាស្ត្រគឺជាគំរូល្អមួយដែលជាគំរូរបស់ថ្នាក់ដឹកនាំប្រទេសជាតិបាទអញ្ចឹងអរគុណហើយសូមជម្រាបលាដល់បងប្អូនអរគ្នាដែលបានយកចិត្តទុកដាក់តាមដានស្ដាប់ហើយបើសិនបើមានមតិយោបល់ឬ comment ណាមួយសូមជួយបាទតម្លាក់ comment ឬក៏ផ្ដល់ព័ត៌មានបន្ថែមអំពីចំណុចខ្វះខាតណាមួយឬក៏ចំណុចល្អណាមួយឬក៏ចំណុចណាដែលគួរតែលើកយកមកបង្ហាញនៅព័ត៌មានដែលបងប្អូនចង់ដឹងខ្ញុំនឹងត្រូវទៅស្វែងរកបាទនៅដូចជាចិនយើងហៅថាសិង្ហួរខ្សែបាទសារព័ត៌មានសិង្ហួរ The Nation Thailand Sunday New អង់គ្លេសហើយដូចជា Reuters ព័ត៌មានរបស់អាមេរិកជាដើមអញ្ចឹងហើយខ្ញុំនឹងព្យាយាមបកប្រែហើយទៅតាមលទ្ធភាពដែលអាចធ្វើទៅបានប្រសិនបើព័ត៌មានរបស់បងប្អូនចង់ដឹងបាទសូមអរគុណសូមជម្រាបលា